រឿងនិទានមុនចូលគេងពន្លឺនៅចុងផ្លូវយប់មួយនៅក្នុងទីក្រុងដែលមានមនុស្សគ្រប់គ្នាកំពុងប្រញាប់ប្រញាល់មានបុរសម្នាក់ឈ្មោះណារ៉ាកំពុងតែដើរម្នាក់ឯងតាមផ្លូវស្ងាត់មួយគាត់មានអាយុជាង30ឆ្នាំមានការងារមានផ្ទះមានមនុស្សស្គាល់ជាច្រើនប៉ុន្តែចម្លែកណាស់គាត់មានអារម្មណ៍ថាខ្លួនឯងកំពុងរស់នៅដោយគ្មានទិសដៅរាល់ព្រឹកគាត់ភ្ញាក់ពីដំណេកទៅធ្វើការរាល់ល្ងាចគាត់ត្រឡប់មកផ្ទះញ៉ាំអាហារហើយរាល់យប់គាត់កាន់ទូរស័ព្ទរហូតដល់ភ្នែកធ្ងន់ប៉ុន្តែមុនពេលគេងគាត់តែងតែសួរខ្លួនឯងថាតើខ្ញុំកំពុងរស់នៅឬគ្រាន់តែកំពុងឆ្លងកាត់មួយថ្ងៃទៅមួយថ្ងៃយប់នោះណារ៉ាមិនចង់ត្រឡប់ទៅផ្ទះភ្លាមទេគាត់ដើររហូតដល់សួនច្បារមួយដែលនៅជិតទន្លេនៅទីនោះមានបុរសចំណាស់ម្នាក់កំពុងអង្គុយមើលទឹកទន្លេណារ៉ាអង្គុយនៅក្បែរគាត់មួយសន្ទុះក្រោយមកបុរសចំណាស់សួរកូនហេតុអ្វីបានជាមុខកូនដូចជាមនុស្សដែលកំពុងបាត់បង់អ្វីមួយណារ៉ាញញឹមតិចខ្ញុំក៏មិនដឹងដែរលោកតាខ្ញុំមានអ្វីៗជាច្រើនប៉ុន្តែខ្ញុំមានអារម្មណ៍ថាមិនសប្បាយចិត្តសោះបុរសចំណាស់ស្ងាត់មួយភ្លែតបន្ទាប់មកគាត់យកកែវទឹកមួយចាក់ទឹកពេញរហូតដល់ជិតហៀគាត់ហុចវាទៅឲ្យណារ៉ាកាន់វាណារ៉ាកាន់កែវទឹកបុរសចំណាស់និយាយថាដើរជុំវិញសួននេះមួយជុំហើយកុំឲ្យទឹកមួយដំណក់ហៀឲ្យសោះណារ៉ាចាប់ផ្ដើមដើរគាត់មើលតែកែវទឹកគាត់មិនមើលផ្កាមិនមើលដើមឈើមិនមើលព្រះច័ន្ទមិនស្ដាប់សំឡេងខ្យល់រហូតដល់គាត់ដើរគ្រប់មួយជុំគាត់ត្រឡប់មកវិញបុរសចំណាស់សួរកូនបានឃើញព្រះច័ន្ទទេអត់ទេបានឮសំឡេងទឹកទន្លេទេអត់ទេបានឃើញផ្កាដ៏ស្រស់ស្អាតនៅក្បែរផ្លូវទេណារ៉ាក្រវីក្បាលបុរសចំណាស់ញញឹមនោះហើយជាជីវិតរបស់មនុស្សជាច្រើនយើងខំប្រឹងមិនឲ្យអ្វីៗដែលយើងកាន់នៅក្នុងដៃបាត់បង់ទៅខំរកលុយខំរកភាពជោគជ័យខំរកការទទួលស្គាល់ខំធ្វើឲ្យមនុស្សគ្រប់គ្នាពេញចិត្តរហូតដល់យើងភ្លេចមើលអ្វីៗដែលកំពុងស្រស់ស្អាតនៅជុំវិញយើងណារ៉ាស្ងាត់ពាក្យទាំងនោះដូចជាប៉ះចំកន្លែងមួយនៅក្នុងចិត្តរបស់គាត់បុរសចំណាស់បន្តកូនមិនចាំបាច់បោះចោលកែវទឹកទេគ្រាន់តែពេលខ្លះចូលឈប់ដើរហើយងើបមុខមើលព្រះច័ន្ទខ្លះផងយប់នោះណារ៉ាមើលទៅលើមេឃព្រះច័ន្ទមិនបានប្រែប្រួលទេប៉ុន្តែអារម្មណ៍របស់គាត់បានប្រែប្រួលគាត់ចាប់ផ្ដើមយល់ថាជីវិតមិនមែនមានតែការទៅដល់គោលដៅទេវាក៏ជាដំណើរដែលយើងត្រូវរៀនស្រឡាញ់ផងដែរគាត់មិនដឹងថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងទេគាត់មិនដឹងថាក្តីស្រមៃរបស់គាត់នឹងសម្រេចនៅពេលណាដែរប៉ុន្តែយប់នេះគាត់បានសម្រេចចិត្តថាគាត់នឹងឈប់ដាក់ទំនុកចិត្តលើជីវិតតែទៅលើថ្ងៃស្អែកគាត់នឹងរៀនខ្លួននៅក្នុងថ្ងៃនេះគាត់នឹងអំណរគុណចំពោះមនុស្សដែលនៅជុំវិញគាត់នឹងសម្រាកនៅពេលខ្លួនឯងហត់នឿយហើយគាត់នឹងអនុញ្ញាតឲ្យខ្លួនឯងមិនចាំបាច់ល្អឥតខ្ចោះគ្រប់ពេលវេលានោះទេណារ៉ាក្រោកឡើងមុនពេលចាក់ចេញគាត់ងាកមកសួរបុរសចំណាស់ថាលោកតាតើលោកតាមកទីនេះរាល់យប់មែនទេបុរសចំណាស់ញញឹមខ្ញុំមកទីនេះនៅពេលដែលខ្ញុំត្រូវការរំលឹកខ្លួនឯងថាជីវិតនៅតែស្រស់ស្អាតណារ៉ាញញឹមហើយគាត់ដើរត្រឡប់ទៅផ្ទះយប់នោះជាយប់លើកដំបូងក្នុងរយៈពេលជាច្រើនខែដែលគាត់មិនកាន់ទូរស័ព្ទរហូតដល់គេងលក់គាត់បើកបង្អួចមើលព្រះច័ន្ទដកដង្ហើមយឺតហើយនិយាយទៅកាន់ខ្លួនឯងថាខ្ញុំមិនទាន់ទៅដល់កន្លែងដែលខ្ញុំចង់ទៅទេប៉ុន្តែខ្ញុំក៏មិនចាំបាច់ប្រញាប់ប្រញាល់ពេកដែរបន្ទាប់មកគាត់បិទភ្នែកហើយគេងលក់យ៉ាងស្ងប់ស្ងាត់បើសិនបើថ្ងៃនេះអ្នកមានអារម្មណ៍ថាអ្នកមិនទាន់ជោគជ័យបើសិនបើអ្នកមានអារម្មណ៍ថាអ្នកដទៃកំពុងទៅមុខលឿនជាងអ្នកសូមចងចាំថាជីវិតរបស់អ្នកមិនមែនជាការប្រកួតប្រជែងជាមួយអ្នកដទៃទេអ្នកអាចដើរយឺតបាន
អ្នកអាចសម្រាកបានអ្នកអាចចាប់ផ្ដើមម្ដងទៀតបានហើយសំខាន់បំផុតអ្នកមិនចាំបាច់ដោះស្រាយបញ្ហាទាំងអស់នៅក្នុងយប់នេះទេទុកអ្វីៗដែលធ្ងន់នៅក្នុងចិត្តសម្រាប់នៅថ្ងៃស្អែកយប់នេះសូមឲ្យចិត្តអ្នកស្ងប់ដកដង្ហើមចូលយឺតដកដង្ហើមចេញយឺតបិទភ្នែកហើយប្រាប់ខ្លួនឯងថាថ្ងៃនេះខ្ញុំបានខំប្រឹងអស់ពីសមត្ថភាពហើយឥឡូវនេះខ្ញុំសមនឹងទទួលបានការសម្រាករាត្រីសួស្តីសូមឲ្យអ្នកគេងលក់យ៉ាងស្ងប់ស្ងាត់ហើយភ្ញាក់ឡើងនៅថ្ងៃស្អែកជាមួយនឹងបេះដូងដែលស្រាលជាងមុន